ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយករឿងមួយដែលមានចំណងជើងថា Hunter x Hunter មកសង្ខេបជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយនឹងចុច like និង comment ថាល្អមើលឲ្យបានច្រើនមុននឹងចូលដល់សាច់រឿងយើងសិក្សាពាក្យកន្លឹះមួយសិនគឺពាក្យថា Hunter ពាក្យ Hunter នៅក្នុងសាច់រឿងមួយនេះគឺជាតំណែងមួយដែលអ្នកណាក៏ចង់ធ្វើដែរដោយសារពួកគេអាចទទួលបានប្រាក់ខែខ្ពស់ហើយនឹងអំណាចក្នុងការស្រាវជ្រាវរបស់ពិសេសសាច់រឿងចាប់ផ្ដើមនៅលើកោះមួយដែលមានរូបរាងដូចត្រីបាឡែនដែលគេហៅថា Whale Island ភាគច្រើនប្រជាជននៅទីនោះប្រកបរបរនេសាទត្រីហើយប៉ុន្មានថ្ងៃនេះតួឯករបស់យើងឈ្មោះ Gon កំពុងតែព្យាយាមនេសាទត្រីមួយក្បាលដែលល្បីថាពិបាកចាប់បំផុតមូលហេតុដែល Gon ព្យាយាមចាប់ត្រីមួយនោះដោយសារតែមីងរបស់គាត់ឈ្មោះ Mito បាននិយាយថាបើសិនជា Gon អាចចាប់ត្រីនោះបានមីងរបស់ Gon នឹងអនុញ្ញាតឲ្យ Gon ទៅប្រឡងធ្វើជា Hunter ការពិតមីងរបស់ Gon អត់ចង់ឲ្យ Gon ទៅប្រឡងធ្វើជា Hunter នោះទេចឹងហើយបានគាត់ដាក់លក្ខខណ្ឌពិបាកមួយឲ្យ Gon ធ្វើបើតាមសម្ដីប្រជាជននិយាយកន្លងមកមនុស្សធំ5នាក់ចាប់ត្រីនឹងមិនបានផងប៉ុន្តែថ្ងៃនោះគាត់ពិតជាសំណាងណាស់ត្រីដែលគាត់ចង់ចាប់បានមកស៊ីផ្លែសន្ទូចបើពឹងលើកម្លាំងសម្រាប់ Gon ដែលជាក្មេងច្បាស់ជាមិនអាចស្ទូចត្រីនោះឡើងផុតទឹកឡើយប៉ុន្តែ Gon គឺជាក្មេងឆ្លាតចេះប្រើដើមឈើជាជំនួយហើយទីបំផុត Gon ក៏អាចចាប់ត្រីនោះបានក្រោយពេលចាប់បានត្រីនោះហើយប្រជាជនសរសើរ Gon យ៉ាងខ្លាំងហើយអ្វីដែលធ្វើឲ្យ Gon សប្បាយចិត្តជាងគេគឺគាត់បានទៅប្រឡងធ្វើជា Hunter ចំណែកមីងរបស់ Gon ទោះបីមិនចង់ឲ្យ Gon ទៅក៏ដោយក៏មិនអាចក្បត់ពាក្យសន្យាបានដែរល្ងាចនោះពេលទៅដល់ផ្ទះវិញមីតូបាននិយាយរឿងនឹងប្រាប់ម៉ាក់របស់នាងដែលជាយាយរបស់ Gon ហើយយាយរបស់ Gon ថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេកាលពី12ឆ្នាំមុនអ្នកដែលចាប់បានត្រីប្រភេទហ្នឹងគឺប៉ារបស់ Gon មានឈ្មោះថាជីងហើយចាប់ពីពេលនោះមកគ្មាននរណាអាចចាប់បានត្រីប្រភេទនោះឡើយនៅយប់នោះមីតូបានទៅនិយាយបញ្ចូល Gon ឲ្យបោះបង់ការធ្វើជា Hunter នឹងទៅព្រោះវាគ្រោះថ្នាក់ណាស់មីតូក៏បាននិយាយថាដោយសារតែការចង់ធ្វើជា Hunter ទៅប៉ារបស់ Gon បោះបង់ចោលគ្រួសារនាងមិនចង់ឲ្យ Gon ធ្វើដូចជាប៉ារបស់គេឡើយប៉ុន្តែ Gon វិញចង់ដឹងខ្លាំងណាស់ថាការងារនឹងពិសេសប៉ុណ្ណាទើបប៉ារបស់គាត់សុខចិត្តបោះបង់ចោលគ្រួសារអញ្ចឹងស្អែកឡើងមុនចេញដំណើរGon បានសន្យាជាមួយមីងរបស់គាត់ថាគាត់ខ្លាចទៅជា Hunter ហើយនឹងត្រឡប់មកវិញប៉ុន្តែសម្រាប់មីងរបស់ Gon វិញឲ្យតែគាត់ត្រឡប់មកវិញដោយមានសុវត្ថិភាពគឺល្អបំផុតហើយក្រោយមកមិនយូរប៉ុន្មាន Gon ក៏បានឡើងលើសំពៅដើម្បីចាក់ចេញពីកោះដោយមានអ្នកភូមិមកជួលដំណើរគាត់យ៉ាងច្រើនកកហើយគាត់បានស្រែកប្រាប់អ្នកភូមិថាគាត់នឹងក្លាយជា Hunter ដ៏ពូកែជាងគេនៅលើលោកអ្នកដែលទៅប្រឡងជាមួយគ្នាឮសម្ដីរបស់ Gon ហើយជ្រេញណាស់ក៏ប៉ុន្តែ Gon មិនខ្វល់នោះទេបន្ទាប់មក Gon ក៏បានដើរទៅជិតកាពីតែនទូកហើយនិយាយថាបន្តិចទៀតមានព្យុះធំហើយGon ដឹងដោយសារឃើញសត្វផ្អើលហើយច្រមុះរបស់គាត់ក៏ពូកែហិតក្លិនផងដែរដើម្បីចង់ដឹងថាព្យុះមកពីទិសខាងណា Gon បានឡើងលើក្តោងទូកដើម្បីហិតមើលហើយប្រាប់កាពីតែនថាទូករបស់ពួកគេកំពុងតែបុកចំព្យុះហើយក្រោយមកមិនយូរប៉ុន្មានក៏បានជួបព្យុះពិតមែនធ្វើឲ្យអ្នកនៅលើទូកក្រឡុកកឆាទិញណាទិញណែងប៉ុន្តែកាពីតែនទូកមើលទៅដូចជាធម្មតាប្រហែលជាកាពីតែនទូកមានចេតនាចង់បើកយកព្យុះនឹងហើយមើលទៅបន្ទាប់ពីស្ងាត់ព្យុះបន្តិចលោកអ៊ំកាពីតែនក៏បានបើកទ្វារពិនិត្យមើលអ្នកដែលទៅប្រឡងគឺបានពលទុកទាំងអស់លើកលែងតែ3នាក់ប៉ុណ្ណោះគឺអាអូនដែលមានសក់ពណ៌លឿងហើយនឹងអាប៉ែម្នាក់នេះនិង Gon បន្ទាប់មកលោកអ៊ំកាពីតែនក៏ហៅ3នាក់នឹងទៅជួបដើម្បីសួរនាំហើយអាអូនដែលមានសក់ពណ៌លឿងនេះមានឈ្មោះថា Kurapika ហើយនឹងអាប៉ែម្នាក់ដែលមកនឹងចាស់នេះមានឈ្មោះថា Leorio បន្ទាប់មកលោកអ៊ំកាពីតែនក៏សួរពួកគេថាហេតុអីបានពួកគេចង់ក្លាយជា Hunterពេលហ្នឹងGonបានឆ្លើយមុនគេគាត់ថាចង់ធ្វើជា Hunter ដោយសារតែគាត់ចង់ជួបប៉ារបស់គាត់ព្រោះប៉ារបស់គាត់គឺជា Hunter បន្ទាប់មក Leorio ក៏បាននិយាយថាយើងគ្មានការចាំបាច់អីទៅនិយាយប្រាប់តាកាពីតែននឹងទេ Kurapika ក៏យល់ស្របសម្ដីរបស់ Leorio ដែរអញ្ចឹង Kurapika ក៏សុំអត់ឆ្លើយសំណួរនឹងដែរពេលឮចឹងលោកអ៊ំកាពីតែនក៏ប្រាប់ឲ្យកូនចៅរបស់គាត់តាក់ទងទៅគណៈកម្មការដែលរៀបចំការប្រឡង Hunter ថាធ្លាក់ពីអ្នកទៀតហើយពេលឮចឹង Kurapika និង Leorio ក៏ចាប់ផ្ដើមភ្ញាក់ខ្លួនលោកអ៊ំកាពីតែនក៏បានប្រាប់ថានេះជាការប្រឡងវគ្គចម្រុះអ្នកដែលពលទុកទាំងប្រមាណគឺត្រូវបានធ្លាក់ទាំងអស់ពេលនោះលោកអ៊ំកាពីតែនទុកបានទុកឱកាសឲ្យ Kurapika និង Leorio ឆ្លើយសំណួរគាត់ម្ដងទៀតពេលនោះ Kurapika និយាយទាំងមុខស្ងួតថាកាលពី4ឆ្នាំមុនមនុស្សនៅក្នុង clan គឺថារបស់គាត់ត្រូវបានជននិន្នាពាលឈ្មោះ Phantom Troop សម្រាប់ចោលទាំងអស់ហើយគាត់ចង់ធ្វើជា Hunter គឺដើម្បីស្វែងរកក្រុម Phantom ដើម្បីសងសឹកលោកអ៊ំកាពីតែនឮចឹងនឹងថា Kurapika ចង់ធ្វើ Blacklist Hunter ដើម្បីកម្ចាត់ពួកជនពាលហើយគាត់និយាយទៀតថាជនពាលឈ្មោះ Phantom នឹងមិនងាយប៉ះទេបើចង់ទៅប៉ះពាល់ពួកវាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតឮចឹង Leorio ក៏បានសួរ Kurapika ថាបើគ្រាន់តែចង់សងសឹកចាំបាច់អីទៅធ្វើ Hunter មិនទៅវាយពួកវាហ្មងទៅ Kurapika បានបកវិញថាបើ Chester ធ្វើភ្លើល្អជាងកន្លែងខ្លះតលតែជា Hunter មិនមានសិទ្ធិទៅសម្ដី Kurapika ពេលហ្នឹងបានធ្វើឲ្យ Leorio ខឹងជាខ្លាំងតែ Gon បានទៅរារាំងហើយសួរបន្លប់គាត់ថាហេតុអីបានគាត់ចង់ធ្វើជា Hunter Leorio ក៏ឆ្លើយមានចង់បានអីចង់បានលុយហ្នឹងពេលនោះ Kurapika ក៏បាននិយាយថាមនុស្សមុខលុយដូចជា Leorio មិនស័ក្តិសមធ្វើជា Hunter ឡើយលើអញ្ចឹង Leorio ក៏បានបបួល Kurapika ទៅវាយគ្នានៅខាងក្រៅហើយបានបោះពាក្យសម្ដីថាថ្ងៃហ្នឹងគេនឹងកម្ចាត់ត្រកូលគឺថាឲ្យដាច់ពូជតែម្ដងពាក្យមួយម៉ាត់ចុងក្រោយរបស់ Leorio បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ Kurapika ជាខ្លាំងពេលអញ្ចឹងក៏តាមទៅបដៅ Leorio ចេញតែម្ដងនៅពេលនោះលោកអ៊ំ
កាពីតែនបានឃើញថាមានព្យុះមួយទៀតបានបោកបក់មកដល់ហើយនាងម្នាក់បាននាំគ្នាទៅជួយទិញខ្សែដើម្បីសារក្តោងឡើងបើមិនចឹងទេសំពើរបស់ពួកគេប្រកាសជាលេចមិនខានអ្វីដែលហួចចិត្តគូរ៉ាពីកានិងលេអូរីយ៉ូនៅតែវាយគ្នាអត់ព្រមទៅជួយគេសោះនៅពេលនោះស្រាប់តែមានខ្យល់កន្ត្រាក់បក់នាងម្នាក់ទម្លាក់ទឹកពេលឃើញយ៉ាងលេអូរីយ៉ូនិងគូរ៉ាពីកាក៏ឈប់វាយគ្នាដើម្បីជួយមនុស្សសិនតែគួរស្ដាយជួយអត់តន់ទេសំណាងល្អកនបានលូតចូលទៅទាំងព្រមដើម្បីទៅជួយបរិសម្នាក់ដែលកំពុងធ្លាក់ទឹកនោះពេលនោះគុំតែមានគូរ៉ាពីកានិងលេអូរីយ៉ូជួយចាប់ជើងគាត់តន់កនច្បាស់ជាមានគ្រោះថ្នាក់ផងដែរក្រោយមកបន្ទាប់ពីចេញពីព្យុះលេអូរីយ៉ូនិងគូរ៉ាពីកាបានបន្ទោកនដែលហ៊ានប្រថុយជីវិតខ្លាំងតែកនបានឆ្លើយយ៉ាងជឿជាក់ថាពីអ្នកនឹងច្បាស់ជាជួយគាត់ជាមិនខាននៅពេលនោះបរិសដែលត្រូវបានពួកគេជួយមកអស់កូនក៏ប្រាប់ថាគូរ៉ាពីកានិងលេអូរីយ៉ូក៏បានរួមចំណែកជួយផងដែរបន្ទាប់ពីចប់រឿងរ៉ាវអស់ហើយគូរ៉ាពីកានិងលេអូរីយ៉ូបានសុំទោសគ្នាទៅវិញទៅមកចំពោះពាក្យសម្ដីដែលនិយាយឆ្កងមុននឹងហើយនៅពេលនោះផងដែរលោកអ៊ំកាប្តែនបានមកប្រាប់ដំណឹងល្អពួកគេមួយគឺពួកគេទាំង3នាក់នឹងបានជាប់ការធ្វើតេស្តនៅលើកនេះហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter x Hunter បន្តទៀតបន្ទាប់ពីពួកគេបានជាប់ការធ្វើតេស្តសាកល្បងលើកទី1រួចបន្ទាប់មកពួកគេក៏បានទៅដល់ទីក្រុងមួយហើយនៅពេលនេះពួកគេទាំង3អាចចូលរួមនៅវគ្គបន្តទៀតមុនពេលបាយគ្នាលោកអ៊ំកាពីតែនក៏បានប្រាប់គាត់ថាគាត់ធ្វើដំណើរដោយថ្មើរជើងទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយនោះព្រោះវាគឺជាផ្លូវកាត់ដែលឆាប់ទៅដល់កន្លែងប្រឡងជាងគេបន្ទាប់មកពួកគេក៏បានទៅមើលផែនទីហើយឃើញថាកន្លែងប្រឡងនិងកំពូលភ្នំនៅលើផ្លូវផ្សេងគ្នាលេអូរីយ៉ូមើលតាមក្រដាស់ណែនាំរបស់គាត់ដឹងថាតើតែជិះឡានក្រុងទៅទើបដល់ប៉ុន្តែកនស្ដាប់លោកអ៊ំកាពីតែនក៏ដើរទៅកំពូលភ្នំហើយកូរ៉ាពីកាក៏ដើរតាមកនផងដែរដល់ពេលអញ្ចឹងលេអូរីយ៉ូក៏បាច់ផ្លូវពីពួកគេដើរទៅជិះឡានក្រុងតែម្នាក់ឯងសំណាងល្អពេលគាត់ដើរតាមផ្លូវបានឮគេនិយាយខ្សឹកខ្សៀវគ្នាថាឡានក្រុងនឹងមិនបាននាំបេក្ខជនទៅប្រឡងឡើយដល់ពេលឮចឹងហើយនៅចាំមិនទៀតគាត់ក៏រត់បកក្រោយទៅតាមកននិងកូរ៉ាពីកាបន្ទាប់មកទៀតពួកគេក៏ដើរទៅដល់ភូមិមួយឡើងស្ងាត់ជ្រងំគួរឲ្យខ្លាចប៉ុន្តែកនហាត់ដឹងថានៅភូមិនឹងមានមនុស្សក្រោយមកបន្តិចដូចកននិយាយមែនមានមនុស្សមួយក្រុមពាក់មុខយ៉ាងចម្លែកបានមកស្ទាក់ផ្លូវពួកគេនៅពេលនោះអ៊ំស្រីម្នាក់ដែលមើលទៅជាមេក្រុមបាននិយាយប្រាប់ពួកគេថាគាត់ជាអ្នកមកធ្វើតេស្តពួកគេមួយតង់ទៀតហើយការធ្វើតេស្តលើកនេះគឺជាសំណួរជ្រើសរើសអ៊ំស្រីក៏បាននិយាយថាដោយសារតែក្រុមរបស់កនមកគ្នា3នាក់អញ្ចឹងបើឆ្លើយត្រូវបានជាប់ទាំង3នាក់តែបើសិនជាឆ្លើយខុសក៏ធ្លាក់ទាំង3នាក់ផងដែរនោះស្រាប់តែមានបេក្ខជនម្នាក់ទៀតបានទៅដល់ហើយសុំឆ្លើយមុនហើយសំណួររបស់អ៊ំស្រីមានដូចតទៅបើសិននឹងម្ដាយប្រពន្ធធ្លាក់ទឹកជាមួយគ្នាហើយគាត់អាចជួយបានតែម្នាក់តើគាត់នឹងជួយមួយណាពេលហ្នឹងបរិសម្នាក់នឹងឆ្លើយផងថាគាត់នឹងជួយម្ដាយដោយសារតែម្ដាយមានតែម្នាក់ប្រពន្ធគាត់អាចរកថ្មីទៀតបានក្រោយពេលឮចម្លើយបេក្ខជននោះហើយអ៊ំស្រីក៏អនុញ្ញាតឲ្យបេក្ខជននោះធ្វើដំណើរបន្តទៅមុខទៀតឃើញអញ្ចឹងលេអូរីយ៉ូប្រកែកចាច់វាមិនដែរអាណាឆ្លើយអញ្ចឹងត្រូវទេអាសំណួរមួយហ្នឹងឆ្លើយមិនក៏ខុសដែរនៅពេលនោះទោះបីជាលេអូរីយ៉ូខំប្រឹងប្រកែកយ៉ាងណាក៏អ៊ំស្រីនឹងអត់បកស្រាយដែរនៅតែសួរទៅកាន់ក្រុមរបស់កនជាបន្តសំណួររបស់គាត់គឺស្រដៀងគ្នាបើសិនជាមានចៅមកចាត់ចម្រិតកូនប្រុសហើយនិងកូនស្រីរបស់អ្នកហើយអ្នកជួយបានតែម្នាក់តើអ្នកជួយមួយណាអាសំណួរនេះពិបាកជាងសំណួរមុនទៀតអាសំណួរមុនបើឆ្លើយថាជួយមនុស្សចាស់កាន់ជើងមនុស្សចាស់ប្រហែលជាអាចនឹងរួចខ្លួនប៉ុន្តែសំណួរក្រោយនេះមិនដឹងថាឆ្លើយយ៉ាងម៉េចឲ្យត្រូវនោះទេនៅពេលហ្នឹងក្រុមរបស់កនស្ងាត់ឈឹងអត់មានអ្នកណាឆ្លើយសោះហើយនៅពេលដែលអ៊ំស្រីប្រាប់ថាដល់មកលេអូរីយ៉ូក៏ស្ទុះទៅទាញដំងលោតទៅវាយគណៈកម្មការតែម្ដងដោយសារតែគាត់ខឹងណាស់អាណាសួរអីឈួតអញ្ចឹងសំណាងល្អពេលហ្នឹងគូរ៉ាពីកាចូលទៅរៀបរៀងតាន់គូរ៉ាពីកាដឹងថាធ្វើតេស្តលើកហ្នឹងពួកគាត់នឹងជាប់ហើយដោយសារតែសំណួររបស់អ៊ំស្រីឆ្លើយមិនក៏ខុសអញ្ចឹងបើសិនជាពួកគាត់ទាំង3អត់ឆ្លើយគឺមានន័យថាត្រឹមត្រូវនៅពេលហ្នឹងអ៊ំស្រីបានប្រាប់ឲ្យកូនចៅបើកផ្លូវមួយទៀតដើម្បីឲ្យពួកគេដើរទៅមិនមែនដើរទៅត្រង់ដោយអាប៉ែមុននឹងទេអាប៉ែដែលដើរទៅត្រង់មុនហ្នឹងច្បាស់ជារកកន្លែងប្រឡងបន្តទៀតមិនឃើញឡើយបន្ទាប់មកនៅយប់នោះពួកគេបានដើរទៅដល់ព្រៃមួយហើយនៅព្រៃនោះមានផ្លាកសញ្ញាសរសេរប្រាប់ថានៅក្នុងព្រៃហ្នឹងមានបិសាចក្រោយមកបន្តិចដោយផ្លាកនឹងសរសេរពិតមែនពេលដែលពួកគេដើរទៅដល់ផ្ទះមួយស្រាប់តែឃើញបិសាចមួយក្បាលកំពុងតែចាប់មនុស្សស្រីម្នាក់ហើយនៅក្បែរនោះមានបរិសម្នាក់កំពុងតែត្រូវរបួសគូរ៉ាពីកាស្គាល់បិសាចនោះថាជាគីរីកូហើយគាត់នឹងថាគីរីកូអាចប្រែក្លាយទៅជាមនុស្សបានបន្ទាប់មកបិសាចគីរីកូនឹងបានចាប់មនុស្សស្រីលោតចេញតាមបង្អួចបាត់ហើយបរិសដែលរងរបួសសូមឲ្យក្រុមរបស់កនជួយប្រពន្ធរបស់គាត់ផងនៅពេលហ្នឹងកននិងកូរ៉ាពីកាបានដេញតាមបិសាចនោះចំណែកលេអូរីយ៉ូនៅជួយព្យាបាលឲ្យអ្នករបួសហើយមិនយូរប៉ុន្មានកនបានតាមទាន់បិសាចនោះរួចសំពងវាមួយដំបងសន្ទូចជួយសង្គ្រោះនារីរងគ្រោះនោះបានទោះជាយ៉ាងណាកននៅតែដេញតាមបិសាចគីរីកូបន្តទុកឲ្យកូរ៉ាពីកានៅមើលថែនារីដែលរងគ្រោះនោះនៅពេលនោះស្រាប់តែលេអូរីយ៉ូបានតាមទៅដល់ហើយត្រូវបានកូរ៉ាពីកាវត្តមួយដំបងពីកណាត់ដោយសារតែកូរ៉ាពីកាដឹងថាលេអូរីយ៉ូម្នាក់ហ្នឹងគឺបិសាចគីរីកូបន្លំខ្លួនគាត់ដឹងថាលេអូរីយ៉ូពិតប្រាកដដែលមានជំនាញខាងពេទ្យមិនអាចដើរចោលអ្នករបួសបានឡើយហើយកូរ៉ាពីកាក៏ដឹងទៀតថានារីរងគ្រោះដែលគាត់កំពុងតែជួយនឹងក៏ជាបិសាចគីរីកូបន្លំខ្លួនផងដែរ
កាត់ទៅមើលកនគាត់បានតាមបិសាយគីរីកូនឹងយ៉ាងប្រពាកនៅពេលហ្នឹងបិសាយគីរីកូបានបញ្ឆោតឲ្យកនធ្លាក់ជ្រោះប៉ុន្តែសំណាងកនមានសន្ទូចអាចទាញខ្លួនឯងឡើងទៅខាងលើវិញបានបន្តមកទៀតមានគីរីកូមួយក្បាលចង់វាប្រហារគាត់តែកនអត់ខ្លាចសោះហើយសួរវាថាតើគីរីកូមួយទៀតដែលគាត់តាមមុនហ្នឹងនៅណាចុងក្រោយសម្រេចសម្រួលទៅគីរីកូទាំងអស់ហ្នឹងសុទ្ធសឹងតែជាគ្រួសារតែមួយហើយពួកគាត់មានតួនាទីធ្វើតេស្តបេក្ខជននិងជួយបេក្ខជនដែលជាប់ទៅកន្លែងប្រឡងបន្តទៀតបន្ទាប់ពីធ្វើដំណើរអស់មួយយប់គ្នារបស់កនបានទៅដល់ទីក្រុងមួយឈ្មោះសាបានជាធម្មតាការប្រឡង Hunter គេបដូរកន្លែងរាល់ឆ្នាំបើសិនជាអត់មានគីរីកូនាំផ្លូវទេបេក្ខជនមិនអាចរកកន្លែងប្រឡងឃើញឡើយបន្ទាប់មកពេលដើរទៅដល់អគារខ្ពស់មួយអ្នកនាំផ្លូវប្រាប់ថាដល់ហើយគ្រាន់តែបានឃើញអគារខ្ពស់អញ្ចឹងកនហើយនឹងមិត្តភ័ក្តិរបស់កនគាត់មានអារម្មណ៍ថារំភើបចិត្តយ៉ាងខ្លាំងតែអ្នកនាំផ្លូវប្រាប់ថាមិនមែនអាមួយនឹងទេនេះអាមួយនេះឃើញអញ្ចឹងលេអូរីអូអត់ចង់ជឿទេគិតថាអ្នកនាំផ្លូវប្រហែលជាលេងសើចជាមួយនឹងគាត់ហើយវាមិនដែរណាមានការប្រឡង Hunter ដែលមានមនុស្សចូលរួមរាប់រយនាក់មកប្រឡងនៅក្នុងហាងតូចមួយអញ្ចឹងទេប៉ុន្តែអ្នកនាំផ្លូវអត់បាននិយាយលេងសើចជាមួយពួកគេទេហើយក៏នាំពួកគេចូលទៅខាងក្នុងភោជនីយដ្ឋានហ្នឹងមិនមែនជាភោជនីយដ្ឋានធម្មតាទេគេមានបន្ទប់ពិសេសមួយដែលទាល់តែកំងត្រូវមុខម្ហូបទើបឲ្យចូលទៅនៅពេលហ្នឹងកនស្មានតែបានញ៉ាំអីឆ្ងាញ់ហើយប៉ុន្តែកូរ៉ាពីការប្រាប់ថាអត់មានអីញ៉ាំទេអាម្ហូបដែលអ្នកនាំផ្លូវកំងមុនហ្នឹងគឺគ្រាន់តែជាពាក្យសម្ងាត់តែប៉ុណ្ណោះមុនត្រឡប់ទៅវិញអ្នកនាំផ្លូវបានសរសើរក្រុមរបស់កនថាសុទ្ធតែជាមនុស្សពូកែទើបតែចូលរួមលើកទី1សោះអាចមកប្រឡងបានជាស្ថិតិអ្នកចូលរួម 10000 នាក់មានតែម្នាក់គត់ដែលអាចមកដល់ដំណាក់កាលហ្នឹងនៅពេលហ្នឹងកនបានអរគុណអ្នកនាំផ្លូវយ៉ាងខ្លាំងធ្វើឲ្យអ្នកនាំផ្លូវដែលជាគីរីកូមានការរំភើបហើយសប្បាយចិត្តមុននឹងចាកចេញទៅគាត់បាននិយាយប្រាប់កនថាសង្ឃឹមថាឆ្នាំក្រោយបានជួបគ្នាម្ដងទៀតបន្ទាប់ពីអ្នកនាំផ្លូវចេញទៅបាត់ទើបក្រុមរបស់កនដឹងថាតាមពិតបន្ទប់នោះគឺជាចណ្ដារយន្តដែលនាំពួកគេចុះទៅខាងក្រោមហើយមើលទៅប្រហែលជាចុះទៅជ្រៅទៀតទើបពួកគេមានពេលអង្គុយនិយាយគ្នាលេងនៅពេលហ្នឹងលេអូរីអូបានរំលឹកយកសម្ដីរបស់អ្នកនាំផ្លូវនិយាយមុនហ្នឹងមកនិយាយអីគេឆ្នាំក្រោយជួបគ្នាមើលងាយម៉េះស្មានតែគេប្រឡងអត់ជាប់មែនហើយកូរ៉ាពីការប្រាប់ថាមិនមែនគេមើលងាយទេការប្រឡងធ្វើជា Hunter ហ្នឹងវាពិបាក3ឆ្នាំជាប់តែម្នាក់តែប៉ុណ្ណោះបន្ទាប់មកមិនយូរប៉ុន្មានចណ្ដារយន្តរបស់ពួកគេទៅដល់គោលដៅហើយនៅពេលនោះក្រុមរបស់កនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញមានបេក្ខជនជាច្រើនអ្នកទៀតបានទៅដល់មុនពួកគេទៅទៀតហើយមើលទៅម្នាក់ៗមិនមែនជាមនុស្សធម្មតានោះទេបន្ទាប់មកទៀតគេបានចែកលេខរៀងឲ្យក្រុមរបស់កនម្នាក់មួយហើយកនបានលេខចុងក្រោយគេគឺ405ក្រោយមកបន្តិចមានបេក្ខជនម្នាក់ឈ្មោះថនប៉ាបានមករាក់ទាក់ស្វាគមន៍ពួកគេដោយសារតែឃើញពួកគេជាចំណូលថ្មីពេលហ្នឹងថនប៉ាបានអួតថាគាត់មានបទពិសោធន៍ប្រឡង35ដងហើយក្រុមរបស់កនចង់សួរអីក៏គាត់ដឹងដែរយីអាប៉ែនេះប្រឡងធ្លាក់35ដងហើយនៅអួតទៀតខណៈពេលដែលពួកគេកំពុងនិយាយគ្នាស្រាប់តែឮបេក្ខជនម្នាក់បានទ្រហោឈឺចាប់ដោយសារតែដៃរបស់គាត់បានរលាយខ្លាយទៅជាផ្កាអ្នកដែលធ្វើអញ្ចឹងដាក់គាត់គឺបេក្ខជនឈ្មោះហ៊ីសូកាហើយមូលហេតុគឺដោយសារតែជនរងគ្រោះដែលប៉ះគាត់ហើយអត់សុំទោសថនប៉ាបានប្រាប់ថាបេក្ខហ៊ីសូកានឹងប៊ីសនឹងប្រឡងជាប់ជា Hunter កាលពីឆ្នាំមុនតែដោយសារតែគាត់វាយគណៈកម្មការប៊ីសងាប់ទើបគេឲ្យធ្លាក់វិញលឺអញ្ចឹងលេអូរីអូផ្លាត់មកសួរថាធ្វើខុសយ៉ាងហើយគេឲ្យចូលរួមប្រកួតទៀតហើយថនប៉ានិយាយថាសមាគម Hunter រើសយកអ្នកខ្លាំងមិនមែនរើសយកអ្នកដែលមានសិលធម៌ល្អអីនោះទេមានន័យថាទោះបីជា3សាច់ក៏អាចចូលប្រឡងជា Hunter បានដែរឲ្យតែខ្លាំងតែហាមតែម្យ៉ាងកុំឲ្យតែវាយគណៈកម្មការរៀបចំការប្រឡងទៅបានហើយបន្តមកទៀតដើម្បីមិត្តភាពថនប៉ាបានចែកភេសជ្ជៈមួយកំប៉ុងឲ្យក្រុមរបស់កនញ៉ាំនៅពេលហ្នឹងបេក្ខជនដែលធ្លាប់ស្គាល់ថនប៉ាដឹងថាថនប៉ាកំពុងតែចង់ធ្វើបាបអ្នកថ្មីហើយការពិតនៅក្នុងភេសជ្ជៈកំប៉ុងហ្នឹងមានថ្នាំជូរពស់រាអាចផឹកហើយរាអាច3ថ្ងៃមិនទាន់បាត់ផងសំណាងល្អពេលនឹងកនបានភ្លក់មុនគេហើយដឹងថារបស់ហ្នឹងញ៉ាំអត់កើតទេតែគាត់អត់ដឹងថាថនប៉ាលួចដាក់ថ្នាំរាកនោះទេមើលទៅដោយសារតែមិនអាចធ្វើបាបគ្នារបស់កនបានថនប៉ាក៏ដកថយទៅវិញសិនអាពេលថនប៉ានឹងប្រឡងមិនដែរជាប់ទេចឹងហើយទើបគាត់ទាញគេឲ្យទៅធ្លាក់ជាមួយគាត់ទើបគាត់សប្បាយចិត្តប៉ុន្តែឆ្នាំនឹងដូចជាសើចណាស់ចង់ធ្វើបាបអ្នកណាក៏អត់បានសម្រេចដែរគួរចាប់អារម្មណ៍ណាស់នៅពេលនោះមានបេក្ខជនម្នាក់ឈ្មោះគីឡូវ៉ាបានផឹកភេសជ្ជៈគាត់មួយកំប៉ុងហើយសុំមួយកំប៉ុងទៀតដោយសារតែគាត់ស្រេកទឹកពេកគីឡូវ៉ាក៏ដឹងដែរថាក្នុងនឹងមានថ្នាំពុលប៉ុន្តែថ្នាំពុលមិនអាចធ្វើអីគាត់បាននោះទេបន្ទាប់មកទៀតទ្វារចាប់ផ្ដើមបើកហើយមានគណៈកម្មការម្នាក់ឈ្មោះសថោតបានចេញមកស្វាគមន៍បេក្ខជនទាំងអស់គ្នាសថោតប្រាប់ថាគាត់ជាអ្នកទទួលខុសត្រូវលើការប្រឡងដំណាក់កាលទី1វិញ្ញាសាក្នុងការប្រឡងលើកនេះគឺងាយយល់ទេបានអ្នកណាគេអាចដើរតាមគាត់ទៅដល់កន្លែងប្រឡងដំណាក់កាលទី2គឺជាប់ហើយនៅពេលនោះសថោតដើរកាន់តែយូរកាន់តែលឿនធ្វើឲ្យបេក្ខជនទាំងអស់ទាល់តែរត់ទើបទាន់គាត់ដើរសថោតអត់បានប្រាប់ទេថាបេក្ខជនត្រូវរត់ចម្ងាយប៉ុន្មានទេសំខាន់ត្រូវតែរត់ឲ្យទាន់គាត់បន្ទាប់ពីបានរត់ជាង2ម៉ោងប្រហែលជាង30គីឡូដីយើងឃើញមានអ្នកចុះចាញ់បដាហើយនេះទៅមើលលេអូរីអូដែលកំពុងតែរត់ហត់ស្រាប់ផងគីឡូវ៉ាជីស្គីមកវាគាត់យីអានេះហែងធ្វើខុសច្បាប់ហើយលេងខូចគេមែនអានេះនៅពេលហ្នឹងកនបានមកទាន់ហើយប្រាប់ថាអត់ខុសច្បាប់ទេសថោតបានប្រាប់ថាឲ្យតាមទាន់គាត់មិនបានហាមមិនឲ្យជាអីណាបន្ទាប់មកទៀតគីឡូវ៉ាបានជន់ស្គីមកកាន់នៅនឹងដៃដើម្បីរត់កំដរកន
ហើយពួកគេឃើញលេអូរីយ៉ូអស់កម្លាំងទៅមុខលេងរួចខេឡូវ៉ាបានប្រាប់កនថាកុំឲ្យរវល់ជាមួយនឹងគាត់ប្រយ័ត្នរត់អត់ទាន់គេប៉ុន្តែកនបានឈរសម្លឹងមើលលេអូរីយ៉ូជាមួយនឹងកែវភ្នែកចង់ប្រាប់ថាតស៊ូឡើងនៅពេលនោះលេអូរីយ៉ូមានកម្លាំងចិត្តព្រឹសមិនដឹងថាកម្លាំងមកពីណាទេហើយខំប្រឹងរត់បន្តទៀតគិតមកទល់ពេលនេះបេក្ខជនរត់បាន80គីឡូហើយដល់វគ្គឡើងចដើបានន័យថាជិតដល់គោលដៅហើយចំណែកកននិងខេឡូវ៉ាដូចរត់អត់ហត់សោះឆ្លៀតបបួលគ្នារត់ប្រណាំងបានអ្នកណាចាញ់ប៉ាគេញ៉ាំអីងាកមកមើលលេអូរីយ៉ូរត់ឡើងរបូតអាវហើយគាត់បានបញ្ចេញទ្រឹស្ដីថាមនុស្សយើងទាល់តែធ្វើឲ្យខ្មាស់គេខ្លះទើបទៅមុខរួចនៅពេលហ្នឹងដើម្បីបន្លប់កុំឲ្យនឹកឃើញហត់គូរ៉ាពីកាក៏បានយករឿងរបស់គាត់មកប្រាប់លេអូរីយ៉ូថានៅក្នុងក្លែនរបស់គាត់មានភ្នែកពិសេសម្យ៉ាងដែលគេហៅថា Scarlet Eye អាភ្នែក Scarlet Eye ហ្នឹងពេលដែលយើងមានអារម្មណ៍ពុះកញ្ជ្រោលវានឹងប្ដូរទៅជាពណ៌ក្រហមព្រឿងៗមើលទៅស្អាតណាស់ហើយក្រុមរបស់ Phantom ដែលសម្លាប់មនុស្សនៅក្នុងក្លែនរបស់គាត់គឺដើម្បីប្លន់យកភ្នែកហ្នឹងទៅលក់នៅទីផ្សារសង្គមងងឹតហើយការដែលកូរ៉ាពីកាធ្វើជា Hunter គឺដើម្បីសងសឹកនឹងតាមយកភ្នែកហ្នឹងមកវិញនៅពេលហ្នឹង Leo Rio ក៏បានយករឿងរបស់គាត់មកប្រាប់កូរ៉ាពីកាផងដែរថាការដែលគាត់ចង់ធ្វើជា Hunter គឺដើម្បីរកលុយឲ្យបានច្រើនកាលពីមុន Leo Rio ធ្លាប់មានមិត្តសំណប់ម្នាក់ត្រូវបានស្លាប់ដោយសារតែគ្មានលុយព្យាបាលជំងឺចឹងហើយទៅអនាគតគាត់ចង់បើកមន្ទីរពេទ្យព្យាបាលជំងឺឥតគិតថ្លៃប៉ុន្តែធ្វើអញ្ចឹងអស់លុយច្រើនកាត់ទៅមើល Gon និង Killua វិញ Gon បានសួរ Killua ថាហេតុអ្វីបាន Killua ចង់ខ្លាចជា Hunter ហើយ Killua បានប្រាប់ Gon ថាអត់មានបំណងចង់ខ្លាចជា Hunter ទេគ្រាន់តែឮថាការប្រឡងធ្វើជា Hunter ហ្នឹងវាពិបាកវាប្រកួតប្រជែងស្ដាប់មើលទៅគួរឲ្យសប្បាយណាស់តែពេលគាត់ចូលមកលេងដូចជាអត់មានសប្បាយអីផងបន្ទាប់មកពួកគេក៏បានមើលឃើញពន្លឺថ្ងៃបានន័យថាដល់ផ្លូវចេញហើយឃើញអញ្ចឹងបេក្ខជនទាំងអស់មានអារម្មណ៍ថាធូរចិត្តណាស់ចំណែកGonនិង Killua បានទៅដល់ខាងលើមុនគេហាក់បីដូចជាអត់មានអារម្មណ៍ហត់អីសោះបន្ទាប់មកបេក្ខជនមកជុំគ្នាអស់ហើយសថោតបានប្រាប់ថាត្រូវឆ្លងកាត់ព្រៃមួយទៀតទើបដល់កន្លែងប្រឡងដំណាក់កាលទី2ប៉ុន្តែប្រយ័ត្នបន្តិចដោយសារក្នុងព្រៃហ្នឹងមានអន្ទាក់ច្រើនហើយមានសត្វសាហាវឆ្លាតដែលចេះបោកមនុស្សថែមទៀតផងនៅពេលនោះស្រាប់តែមានបុរសម្នាក់បានចេញមកចង្អុលមុខរបស់សថោតហើយប្រាប់គេឯងថាសថោតហ្នឹងគឺជាមនុស្សខ្លាំងខ្លាយតែប៉ុណ្ណោះគាត់ទើបជាគណៈកម្មការពិតប្រាកដហើយដើម្បីឲ្យគេជឿជាក់គាត់បានអុកស្វាមួយក្បាលចេញមកមុខដូចសថោតអញ្ចឹងចង់ប្រាប់ថាសថោតគឺជាស្វាប្រែកាយតែប៉ុណ្ណោះហើយគាត់មានគោលបំណងបញ្ឆោតបេក្ខជនឲ្យចូលព្រៃដើម្បីស៊ីនៅពេលហ្នឹងស្រាប់តែមានសន្លឹកបៀហោះទៅចាក់សម្លាប់បុរសម្នាក់ដែលអះអាងថាខ្លួនឯងជាគណៈកម្មការហ្នឹងក្នុងពេលជាមួយគ្នាផងដែរក៏មានសន្លឹកបៀហោះទៅចាក់សថោតផងដែរប៉ុន្តែសថោតអាចការពារខ្លួនបានអ្នកដែលគប់សន្លឹកបៀពេលហ្នឹងគឺហ៊ីសូកានិយាយថាគណៈកម្មការសុទ្ធតែជា Hunter ដែលមានវិជ្ជាគុណខ្លាំងចឹងហើយអ្នកដែលចាប់សន្លឹកបៀគាត់បានទើបជាគណៈកម្មការពិតប្រាកដនៅពេលហ្នឹងសថោតបានអរគុណហ៊ីសូកាដែលបានជួយបកអាក្រាតមុខជនខ្លាំងខ្លាយប៉ុន្តែគាត់បានប្រមានហ៊ីសូកាថាបើសិនជាវាយប្រហារគាត់ម្ដងទៀតនឹងមានរឿងធំហើយលើកនេះគឺជាមេរៀនដ៏ល្អមួយសម្រាប់ឲ្យបេក្ខជនមានការប្រុងប្រយ័ត្នព្រោះសត្វនៅតំបន់ហ្នឹងមានល្បិចច្រើនចឹងបន្ទាប់មកសថោតបានដឹកនាំបេក្ខជនដើរកាត់ព្រៃដើម្បីទៅដល់កន្លែងប្រឡងដំណាក់កាលទី2នៅពេលដែលចូលទៅជ្រៅទៅគូរ៉ាពីកានិងលេអូរីយ៉ូចាប់ផ្ដើមមានអារម្មណ៍ថាមេចាប់ផ្ដើមចុះអាប់មើលផ្លូវលែងឃើញហើយបន្ទាប់មកទៀតស្រាប់តែឃើញស្រមោលបេក្ខជនដែលរត់នៅខាងមុខគាត់ដាច់ក្បាលម្ដងម្នាក់ញាក់សាច់ហើយបន្តិចក្រោយមកស្រាប់តែមានអណ្ដើកយក្សធំជាច្រើនក្បាលចេញមកចាប់មនុស្សស៊ីនៅពេលហ្នឹងអណ្ដើកយក្សក៏ចង់ចាប់លេអូរីយ៉ូនិងកូរ៉ាពីកាស៊ីផងដែរប៉ុន្តែសំណាងល្អពួកគេអាចនាំគ្នាវាយរំដោះខ្លួនរួចហើយនាំគ្នាប្រញាប់ចាកចេញពីទីនោះក្នុងពេលជាមួយគ្នាមានបេក្ខជនខ្លះបានដើរជន់ផ្សិតពុលហើយពេលដែលហិតលំអងរបស់វានឹងត្រូវស្លាប់ព្រមទាំងមានផ្សិតដុះពេញក្បាលថែមទៀតផងនៅក្នុងព្រៃហ្នឹងសម្បូរសត្វសាហាវណាស់សម្បីតែសត្វមេអំបៅក៏អាចទម្លាក់លំអងសម្លាប់មនុស្សបានដែរបេក្ខជនខ្លះទៀតតាមសថោតអត់ទាន់ក៏វង្វេងផ្លូវហើយនៅពេលដែលឮសថោតហៅក៏រត់ទៅតាមសំឡេងនោះតែបែរទៅជាជន់អន្ទាក់ធ្លាក់រណ្ដៅទៅវិញតាមពិតទៅអាសំឡេងហ្នឹងគឺជាសំឡេងរបស់សត្វក្អែកដែលវាធ្វើសំឡេងត្រាប់តាមសថោតតែប៉ុណ្ណោះកាត់ទៅមើល Gon ហើយនិង Killua វិញពួកគេដើរជន់អន្ទាក់ហើយត្រូវបានកង្កែបយក្សបានលេបផងដែរប៉ុន្តែមិនដឹងជាយ៉ាងម៉េចទេក្រោយមកកង្កែបនោះបានខ្ជាក់ពួកគេចេញមកវិញលើកនេះបានគុណភេសជ្ជៈរបស់ថនប៉ាដែលធ្វើឲ្យកង្កែបនឹងពុលត្រឡប់ទៅមើល Leo Rio និង Kura Pika វិញនៅតាមផ្លូវពួកគេបានឃើញមនុស្សមួយក្រុមកំពុងតែពាត់ Hisoka មិនដឹងថាមានរឿងអីទេហើយក្រោយមកបន្តិចឃើញមនុស្សមួយក្រុមនឹងដេកព្រាតពេលហ្នឹង Hisoka សួរ Kura Pika និង Leo Rio ថាចង់ចូលរួមលេងជាមួយគាត់អត់ហើយដោយសារតែមើលទៅលេងក៏មិនចំណេញ Kura Pika និង Leo Rio ក៏រត់ចែកជើងគ្នាគួរឲ្យភ្ញាក់ផ្អើលណាស់ស្រាប់តែបន្តិចក្រោយមក Leo Rio ក៏បានត្រឡប់មកវិញដោយសារតែគាត់មានគោលការណ៍របស់គាត់មួយគឺគាត់មិនធ្វើជាមនុស្សកំសាកជាដាច់ខាតនៅពេលហ្នឹង Leo Rio ដូចជាឆាវឆាណាស់បានប្រើដំបងស្ទុះទៅវាយ Hisoka ប៉ាំងប៉ុន្តែវាយអត់ត្រូវគាត់នោះទេហើយប៊ីនឹង Hisoka ចាត់ការចោលទៀតផងសំណាងបាន Gon វត្តសន្ទូចចំមុខ Hisoka ជួយសង្គ្រោះគាត់តនតាំងពីណាពីណីមកមិនសូវមាននរណាវាយ Hisoka ត្រូវនោះទេតែ Gon ប្រើសន្ទូចធម្មតាក៏អាចវាយគាត់ត្រូវដែរ
នៅពេលហ្នឹងហ៊ីសូកាបានដើរទៅសុំមើលសន្ទូចរបស់កនតិចមើលហើយនៅពេលដែលឃើញកនកំពុងតែមានគ្រោះថ្នាក់អញ្ចឹងលេអូរីយ៉ូក៏ចង់ទៅវាយហ៊ីសូកាពីក្រោយហើយត្រូវបានហ៊ីសូកាសោយមួយដៃត្រូវធ្ងន់ឆ្លៀតពេលហ្នឹងកនបានចូលទៅវាយហ៊ីសូកាផងដែរតែវាយអត់ត្រូវសោះកនពិតជាមានជំនាញក្នុងការប្រើសន្ទូចរបស់គាត់ណាគប់ទៅត្រង់សោះតែអាចបត់90ដឺក្រេបានគាត់ប្រើវិធីនេះដើម្បីញាក់ឆ្វេងវាយស្ដាំប៉ុន្តែនៅតែមិនរួចហើយត្រូវបានហ៊ីសូកាច្របាច់កជាប់ទោះយ៉ាងណាហ៊ីសូកាមិនបានធ្វើបាបកនទេមើលទៅចរិតរបស់គាត់ចូលចិត្តអ្នកក្លាហានចឹងហើយទើបនៅពេលហ្នឹងគាត់បានទុកជីវិតឲ្យលេអូរីយ៉ូនិងកនហើយថែមទាំងបានជួយលីលេអូរីយ៉ូដែលកំពុងសន្លប់ទៅចូលរួមការប្រឡងនៅជុំទី2ថែមទៀតផងក្រោយពេលដែលហ៊ីសូកាលីលេអូរីយ៉ូចេញទៅផុតកូរ៉ាពីកាក៏បានមកដល់ហើយកនក៏ហិតតាមក្លិនរបស់លេអូរីយ៉ូដើម្បីធ្វើដំណើរទៅកន្លែងប្រឡងដំណាក់កាលទី2មិនយូរប៉ុន្មានពួកគេក៏ទៅដល់ទីនោះហើយនៅពេលនេះលេអូរីយ៉ូដឹងខ្លួនវិញហើយគ្រាន់តែប៉ោងមាត់មិនស្លាប់នោះទេបន្តមកទៀតចូលដល់ការប្រឡងដំណាក់កាលទី2គណៈកម្មការមាន2នាក់ម្នាក់មានឈ្មោះថា Banshee ចំណែកម្នាក់ប្រុសមានឈ្មោះថា Buhara ពីរនាក់ហ្នឹងក៏ជា Hunter ដែរប៉ុន្តែជំនាញខាងម្ហូបអាហារលើអញ្ចឹងបេក្ខជននាំគ្នាអស់សំណើចដោយសារតែពួកគេគិតថាវាមិនមែនជាជំនាញសំខាន់វិញ្ញាសាក្នុងការប្រឡងដំណាក់កាលទី2ហ្នឹងគឺតម្រូវឲ្យបេក្ខជនធ្វើម្ហូបឲ្យគណៈកម្មការទាំងពីរភ្លក់ហើយអត់ចាំយូរនោះទេគណៈកម្មការបានប្រាប់ឲ្យបេក្ខជនទាំងអស់ទៅរកជ្រូកមកដុតឲ្យគេញ៉ាំជ្រូកនៅតំបន់ហ្នឹងមិនមែនទៅទិញនៅផ្សារបានទេគឺចូលទៅចាប់នៅក្នុងព្រៃហើយមើលទៅពួកវាកាចណាស់ស៊ីសាច់ជាអាហារនិយាយពីកម្លាំងរបស់ពួកវាវិញខ្លាំងស្បែកក៏តាន់មើលទៅមិនអាចចាប់ពួកវាបានឡើយក្នុងពេលតែមួយកនក៏ត្រូវបានជ្រូកដេញផងដែរហើយចៃដន្យមានផ្លែឈើមួយចំនួនធ្លាក់ចំថ្ងាសរបស់វាធ្វើឲ្យវាមានការឈឺចាប់យ៉ាងខ្លាំងពេលហ្នឹងកនដឹងថាជ្រូកហ្នឹងមានចំណុចខ្សោយនៅលើថ្ងាសហើយគាត់បានប្រាប់បេក្ខជនផ្សេងទៀតឲ្យនាំគ្នាចាត់ការជ្រូកហ្នឹងបានយ៉ាងងាយបន្តមកបេក្ខជនទាំងអស់បានយកជ្រូកទៅអាំងដើម្បីឲ្យគណៈកម្មការភ្លក់សម្រាប់ប៊ូហារ៉ាជ្រូកណាក៏ឆ្ងាញ់ដែរប៉ុន្តែសម្រាប់បែនឈីវិញគ្រាន់តែមើលក៏ដឹងថាធ្វើខុសដែរពេលហ្នឹងក្រុមរបស់កនបាននាំគ្នាតបតែងជ្រូករបស់គេរៀងៗខ្លួនក្រែងលោបែនឈីឲ្យតម្លៃទៅលើភាពស្អាតប៉ុន្តែនៅតែផ្គប់ចិត្តបែនឈីបានយ៉ាប់ណាស់យីបែកហ្នឹងសរុបទៅបែនឈីឲ្យបេក្ខជនទាំងអស់ធ្លាក់ទាំងអស់គ្មានអ្នកណាជាប់ម្នាក់នោះទេការសម្រេចចិត្តរបស់បែនឈីនៅពេលហ្នឹងធ្វើឲ្យបេក្ខជនមានការផ្ទុះកំហឹងជាខ្លាំងហើយនៅពេលហ្នឹងមានបេក្ខជនម្នាក់ឈ្មោះថូដូបានស្ទុះទៅវាយប្រហារបែនឈីតែត្រូវបានប៊ូហារ៉ាសោយមួយដៃឡើងប៉ើងតាមពិតទៅ Banshee មិនមែនអត់ចេះក្បាច់គុនទេក្រុម Hunter ទោះបីជាមានជំនាញអីក៏ដោយក៏ចេះក្បាច់គុនដែរហើយខ្លាំងទៀតនៅពេលហ្នឹង Hisoka ប៊ីនឹងវាប្រហារគណៈកម្មការពីរនាក់នឹងហើយប៉ុន្តែក៏ឈប់ទៅវិញដោយសារតែឮសំឡេងប្រកាសចេញពីកប៉ាល់ខ្យល់មួយដែលហោះនៅលើមេឃបន្ទាប់មកមានមនុស្សម្នាក់បានលោតចុះពីលើកប៉ាល់នឹងតែម្ដងអត់មានចុះតាមសម្រួលទេអ្នកដែលលោតចុះមកនឹងគឺជាលោកអម្នាក់ដែលមានឈ្មោះថា Netero គាត់គឺជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើស Hunterហើយគាត់មកនឹងគឺគាត់មកធ្វើអន្តរាគមន៍ដោយសារគាត់យល់ថាវិញ្ញាសារបស់ Banshee ដូចជាតាំងតែងពេកហើយពេលហ្នឹងគាត់បានឲ្យ Banshee រៀបចំវិញ្ញាសាថ្មីមួយទៀតហើយឲ្យ Banshee ចូលរួមធ្វើផងដែរដើម្បីបង្ហាញថាវិញ្ញាសារបស់នាងអាចធ្វើទៅបានបន្ទាប់មក Banshee បាននាំបេក្ខជនទាំងអស់ទៅកាន់ភ្នំមួយដែលព្រះបែកជាពីរនៅជ្រលងភ្នំហ្នឹងមានសំណាញ់ជាច្រើនដែលសុទ្ធសឹងតែជាសំណាញ់របស់អន្ត្រីពីងពីងហើយនៅក្រោមសំណាញ់ហ្នឹងមានប៉ងរបស់វាផងដែរនៅពេលហ្នឹង Banshee អត់និយាយច្រើនទេក៏លោតចុះទៅតង់សំណាញ់រួចហើយទម្លាក់ខ្លួនទៅយកប៉ងអន្ត្រីពីងពីងមួយគ្រាប់បន្ទាប់មកនាងបានធ្លាក់ចុះទៅក្នុងជ្រោះតែម្ដងប៉ុន្តែនាងមិនអីនោះទេគឺដោយសារតែមានខ្យល់ជួយបក់នាងឡើងមកខាងលើវិញអាហ្នឹងគឺជាវិញ្ញាសាថ្មីដែល Banshee ចង់ឲ្យបេក្ខជនធ្វើតាមនាងបន្ទាប់មកក្រុមរបស់កនអត់ចាំយូរនោះទេក៏បានហក់ចុះមុនគេតែម្ដងហើយបេក្ខជនផ្សេងទៀតក៏លុតចុះទៅតាមក្រោយផងដែរក្រោយពីចាប់សំណាញ់បានទាំងអស់គ្នាហើយបន្តិចក្រោយមកមានបេក្ខជនម្នាក់បានទម្លាក់ខ្លួនចុះទៅយកពងអន្ត្រីពីងពីងមុនគេតែគួរឲ្យសោកស្ដាយគាត់ត្រូវបានធ្លាក់ស្លាប់ដោយសារតែអត់មានខ្យល់រុញគាត់ឡើងមកលើវិញពេលហ្នឹងកនបានប្រើច្រមុះរបស់គាត់ហាត់ដើម្បីឲ្យដឹងថាពេលណាមានខ្យល់មកពេលហ្នឹងគ្រោះថ្នាក់ណាស់ដោយសារតែសំណាញ់មិនអាចទ្រាំពួកគាត់បានយូរទៀតទេបើសិនជាអត់មានខ្យល់មកទេពួកគេនឹងត្រូវធ្លាក់ស្លាប់ទាំងអស់គ្នាសំណាងនៅពេលហ្នឹងនៅពេលដែលសំណាញ់ចិត្តដាច់មែនតែនកនបានប្រាប់គ្នារបស់គាត់ឲ្យទម្លាក់ខ្លួនចុះបេះបានពងអន្ត្រីពីងពីងម្នាក់មួយគ្រាប់ហើយខ្យល់បានបក់ពួកគេឲ្យឡើងមកលើវិញក្រោយមកពួកគេបានយកពងអន្ត្រីទាំងនោះមកស្ងោរញ៉ាំយ៉ាងឈ្ងុយឆ្ងាញ់ហើយនៅពេលនេះបេក្ខជនដែលនៅសេសសល់កំពុងតែធ្វើដំណើរទៅកាន់កន្លែងប្រឡងដំណាក់កាលទី3ហើយនៅតាមផ្លូវកនបាននិយាយគ្នាលេងជាមួយនឹង Killua ដែលជាមិត្តភក្តិរបស់គាត់និយាយចុះនិយាយឡើងកនក៏បានឆ្លៀតសួរពីប៉ាម៉ាក់របស់ Killua ចង់ដឹងថាពួកគាត់ធ្វើការងារអីចឹងទៅហើយ Killua បានឆ្លើយយ៉ាងធូរថាពួកគាត់គឺជាឃាតករស៊ីឈ្នួលដែលគេហៅថា Assassin ដូចអញ្ចឹងកនក៏ជឿភ្លាមអត់មានគិតថា Killua និយាយលេងទេធ្វើឲ្យ Killua យល់ថាកនជាមនុស្សប្លែកគេធម្មតានៅពេលដែល Killua ប្រាប់គេថាគ្រួសាររបស់គាត់ជាឃាតករម្នាក់គិតថាគាត់និយាយលេង Killua និយាយប្រាប់កនថាមូលហេតុដែលគាត់រត់ចេញពីផ្ទះគឺដោយសារតែប៉ាម៉ាក់របស់គាត់ចង់ឲ្យគាត់ស្នងតំណែងធ្វើជាឃាតករកំពូលប៉ុន្តែគាត់អត់ចូលចិត្តឲ្យប៉ាម៉ាក់របស់គាត់ចាត់ចែងជីវិតរបស់គាត់ទេគាត់ចង់ចាត់ចែងជីវិតរបស់គាត់ខ្លួនឯងពេលដល់អញ្ចឹងម៉ែហើយនឹងបងប្រុសរបស់គាត់ខឹងជាមួយគាត់ណាស់រហូតដល់ថ្នាក់ឆ្លោះគ្នាថែមទៀតផងតទៅពេលអញ្ចឹងគាត់ចាក់ម៉ែហើយនឹងបងប្រុសរបស់គាត់រួចហើយចេញមក Killua និយាយទៀតថាពេលដែលគាត់ខ្លាយទៅជា Hunter
គាត់នឹងតាមសម្រាប់គ្រួសាររបស់គាត់ចោលទាំងអស់ដើម្បីយកប្រាក់រង្វាន់បន្ទាប់មកលោកអ៊ំនេតារ៉ូបានដើរកាត់ទីនោះដោយសារតែគាត់ដេកអត់លក់ហើយបប៊ូហ្គននិងខេឡូវ៉ាលេងហ្គេមជាមួយគាត់បើសិនជាហ្គននិងខេឡូវ៉ាឈ្នះគាត់នឹងឲ្យពួកគេក្លាយទៅជា Hunter ដោយស្វ័យប្រវត្តិលក្ខណៈនៃការលេងគឺងាយយល់ទេឲ្យតែពួកគេត្រាំបាល់ពីដៃរបស់គាត់បានពួកគេនឹងឈ្នះហើយពួកគេមានឱកាសចាប់ពីម៉ោង 11 យប់នឹងរហូតដល់ម៉ោង 8 ភ្លឺចាប់ផ្ដើមឡើងខេឡូវ៉ាបានសុំចូលលេងមុនតិចនៃដែលគាត់ប្រើមុនគេគឺនៅពេលនោះគេហៅថា Rhythm Echo ដែលជាតិចនិចម្យ៉ាងប្រចាំតកូលរបស់គាត់អាតិចនិចមួយនឹងគឺគាត់ដើរយឺតតែប៉ុណ្ណោះប៉ុន្តែមើលទៅគឺគាត់ចេះបាញ់ភាគអញ្ចឹងលោកអ៊ំនេតារ៉ូក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរនៅពេលដែលឃើញខេឡូវ៉ានៅក្មេងសោះចេះប្រើតិចនិចនឹងនៅពេលនោះខេឡូវ៉ាបានព្យាយាមចូលទៅដណ្ដើមបាល់ពីលោកអ៊ំនេតារ៉ូប៉ុន្តែលោកអ៊ំនេតារ៉ូពិតជាកិច្ចលឿនណាស់ខេឡូវ៉ាទៅដណ្ដើមបាល់អត់បានសម្រេចនោះទេដល់ពេលអញ្ចឹងខេឡូវ៉ាចង់លេងខូចចូលទៅទាត់បំបាក់ជើងលោកអ៊ំនេតារ៉ូតែម្ដងប៉ុន្តែបែរជាឈឺជើងរបស់ខ្លួនឯងទៅវិញដោយសារតែជើងរបស់លោកអ៊ំនេតារ៉ូពិតជាតានណាស់ដូចដែកថែមអញ្ចឹងមួយម៉ោងក្រោយមកទាំងហ្គននិងខេឡូវ៉ាអត់ទាន់មានអ្នកណាអាចដណ្ដើមបាល់ពីលោកអ៊ំនេតារ៉ូបាននោះទេហើយក្រោយមកទៀតលោកអ៊ំនេតារ៉ូក៏អនុញ្ញាតឲ្យពួកគេទាំងពីរចូលទៅដណ្ដើមបាល់គាត់ក្នុងពេលតែមួយតែម្ដងនៅពេលនោះហ្គនឆ្លាតបានប្រើស្បែកជើងរបស់គាត់ទាត់បាល់ឲ្យបានឆ្ងាយហើយពួកគេទាំងពីរនាក់បានរួមគ្នាដណ្ដើមបាល់ពីលោកអ៊ំនេតារ៉ូប៊ីនឹងបានទៅហើយប៉ុន្តែចុងក្រោយលោកអ៊ំនេតារ៉ូបានដាក់ស៊ុបពើទៅដណ្ដើមបាល់បានមកវិញបន្ទាប់មកពីនឹងខេឡូវ៉ាបានចុះចាញ់ហើយជប់លេងប៉ុន្តែហ្គនវិញអត់ជប់លេងទេនៅតែចង់សាក់ល្បងម្ដងទៀតពេលនោះខេឡូវ៉ាដែលកំពុងតែក្តៅចិត្តផងបានស្ដីឲ្យហ្គនថាមិនបាច់ព្យាយាមទេអត់ប្រយោជន៍ទេពួកគេលេងមួយឆ្នាំទៀតក៏មិនអាចទៅដណ្ដើមបាល់ពីលោកអ៊ំនេតារ៉ូបានដែរខេឡូវ៉ាបានសួរហ្គនថាមានចាប់អារម្មណ៍អត់លោកអ៊ំនេតារ៉ូប្រើតែដៃម្ខាងជើងម្ខាងតែប៉ុណ្ណោះគាត់អត់ទាន់បានប្រើដៃស្ដាំនិងជើងឆ្វេងរបស់គាត់ផងលើអញ្ចឹងហ្គនក៏ថែមគោលដៅមួយទៀតបើសិនជាមិនអាចទៅដណ្ដើមបាល់ពីលោកអ៊ំនេតារ៉ូបាននោះទេយ៉ាងហោចណាស់ក៏អាចបង្ខំឲ្យលោកអ៊ំនេតារ៉ូប្រើដៃស្ដាំរបស់គាត់បានដែរបន្ទាប់មកនៅពេលដែលខេឡូវ៉ាដើរចេញទៅបាត់ហ្គនមកសួរលោកអ៊ំនេតារ៉ូពីក្បាច់ Rhythm Echo ដែលខេឡូវ៉ាបានប្រើមុននឹងហើយលោកអ៊ំនេតារ៉ូប្រាប់ថាក្បាច់នឹងគឺជាក្បាច់ដែលពួកសង្គមងងឹតប្រើហ្គនកុំចេះអីល្អជាងពេលនឹងឆ្លៀតពេលដែលលោកអ៊ំនេតារ៉ូកំពុងតែភ្លេចខ្លួនហ្គនក្បាលខូចចង់ឈោងដៃទៅដណ្ដើមបាល់ពីលោកអ៊ំនេតារ៉ូតែអត់បានសម្រេចនោះទេតាមទៅមើលខេឡូវ៉ាវិញនៅពេលដែលគាត់ដើរត្រឡប់ទៅកន្លែងដេកគាត់បានដើរប៉ះជាមួយមនុស្សពីរនាក់ដែលដើរមកបញ្ច្រាស់ផ្លូវគ្នានៅពេលហ្នឹងពីរនាក់ហ្នឹងអាងមេធំជាងចង់សម្លុតទាមទារឲ្យខេឡូវ៉ាសុំទោសពួកគេតែខេឡូវ៉ាដែលកំពុងតែខឹងចិត្តស្រាប់ផងសម្រាប់ពួកគេចោលយ៉ាងផុយត្រឡប់ទៅមើលហ្គនវិញនៅពេលដែលលេងដរាមបាល់ជាមួយលោកអ៊ំនេតារ៉ូកាន់តែយូរល្បឿនរបស់គាត់កាន់តែលឿនហើយនៅពេលហ្នឹងគាត់បានប្រើក្បាច់ថ្មីមួយគាត់បានយកក្បាលរបស់គាត់ទៅជល់លោកអ៊ំនេតារ៉ូតែម្ដងនៅពេលហ្នឹងលោកអ៊ំនេតារ៉ូមានជំរើសពីរទី1គឺពង្រឹងក្បាលពោះរបស់គាត់ឲ្យតាន់ដូចដៃដើម្បីបំបែកក្បាលរបស់ហ្គនទី2បើសិនជាគាត់ធ្វើក្បាលពោះគាត់ឲ្យទន់គាត់នឹងអាចត្រូវហ្គនបានជល់ស្លាប់ដល់ពេលអញ្ចឹងគាត់ក៏បង្ខំចិត្តប្រើដៃស្ដាំរបស់គាត់រុញហ្គនចេញដើម្បីឲ្យបានរួចខ្លួនទាំងអស់គ្នានៅពេលហ្នឹងទោះបីជាហ្គនជល់ចិញ្ចាំងលពកក្បាលក៏ដោយក៏គាត់នៅតែសប្បាយចិត្តដោយសារតែគាត់អាចបង្ខំលោកអ៊ំនេតារ៉ូប្រើដៃស្ដាំរបស់គាត់បាននៅពេលដែលឃើញហ្គនជាក្មេងឆ្លាតអញ្ចឹងលោកអ៊ំនេតារ៉ូក៏ចូលចិត្តហ្គនខ្លាំងណាស់ដែរគាត់បានតាក់ទងទៅកាពីតែនកប៉ាល់ហោះឲ្យបន្ថយល្បឿនដើម្បីទុកពេលឲ្យហ្គនសម្រាកឲ្យបានយូរបន្តិចជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter x Hunter បន្តទៀតប្រហែលជា8ម៉ោងក្រោយមកនៅពេលដែលហ្គនភ្ញាក់ដឹងខ្លួនពួកគេបានធ្វើដំណើរដល់កន្លែងប្រឡងដំណាក់កាលទី3ល្មមនៅពេលនោះគេបានទម្លាក់បេក្ខជនទាំងអស់នៅលើបង្គោលខ្ពស់ហើយធំមួយហើយវិញ្ញាសានៃការប្រឡងគឺងាយយល់ទេឲ្យតែនរណាគេចូលទៅដល់ខាងក្រោមក្នុងរយៈពេល72ម៉ោងអ្នកនោះចាត់ទុកថាជាប់ក្នុងការប្រឡងលើកនេះនៅពេលនោះមានបេក្ខជនម្នាក់អាងតែមានជំនាញខាងឡើងភ្នំក៏បានចុះទៅមុនគេប៉ុន្តែក្រោយមកទៀតស្រាប់តែមានសត្វចម្លែកមួយហ្វូងមកខាំគាត់យកទៅស៊ីបាត់មានន័យថាពួកគេមិនអាចតោងចុះតាមផ្លូវនឹងបាននោះទេបន្ទាប់មកពួកគេបានរកឃើញផ្លូវសម្ងាត់ម្នាក់មួយដែលអាចចុះទៅជាន់ខាងក្រោមបានពេលចុះទៅដល់ខាងក្រោមពួកគេតម្រូវឲ្យមានគ្នាម្នាក់ទៀតបើមិនអញ្ចឹងទេពួកគេមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយហើយមិនដឹងថាសយឬហេងទេអ្នកទី5ដែលចូលទៅក្នុងបន្ទប់ពួកគេគឺថនប៉ាសំលើថាគោលបំណងធំរបស់ថនប៉ាគឺបែងជើងបេក្ខជនឲ្យធ្លាក់ក្នុងការប្រឡងអញ្ចឹងហើយទើបនៅពេលដែលឃើញថនប៉ាគ្នារបស់ហ្គនដូចអត់សូវសប្បាយចិត្តសោះប៉ុន្តែអត់ជំរឿទេពួកគេត្រូវតែធ្វើដំណើរទៅមុខទៀតការប្រឡងទី1គេបានធ្វើការបោះឆ្នោតថាគោបើកទ្វារបន្តដំណើរទៅមុខទៀតឬក៏អត់ច្បាស់ណាស់ក្រុមរបស់ហ្គន4នាក់សិតតែយក yes មានតែថនប៉ាម្នាក់គត់យក noប៉ុន្តែខេឡូវ៉ានិងកូរ៉ាពីកាប្រាប់ថាមិនបាច់ខ្វល់ពីថនប៉ាទេដោយសារតែការបោះឆ្នោតគេយកមតិភាគច្រើនបន្ទាប់មកពួកគេបានធ្វើដំណើរទៅដល់បន្ទប់មួយហើយនៅទីនោះមានអ្នកទោសចំនួន5នាក់ចាំប្រយុទ្ធជាមួយពួកគេលក្ខខណ្ឌនៅពេលនេះក្នុងចំណោមពួកគេទាំង5នាក់ហ្នឹងគឺឈ្នះ3ចាត់ទុកថាឈ្នះនៅពេលហ្នឹងថនប៉ាពិតជាក្លាហានណាស់បានសុំចូលទៅមុនប៉ុន្តែការប្រកួតមិនទាន់ចាប់ផ្ដើមផងគាត់បានលុតជង្គង់សុំចុះចាញ់គេបាត់អបកាច់យកបន្ទាប់មកចូលដល់គូទី2គឺការប្រកួតរវាងអ្នកទោសម្នាក់ឈ្មោះ Sandokan ប្រកួតជាមួយនឹង Gonនៅពេលហ្នឹង Sandokan បានបបួល Gon ទៅប្រកួតបែបផ្សេងបែបវាយគ្នាទេគឺដុតទៀនបើសិនជាទៀនអ្នកណារលត់មុននឹងចាញ់ហើយ Gon ក៏បានយល់ព្រមអត់មានកាត់ច្រើនឡើយនៅពេលចាប់ផ្ដើមការប្រកួត Sandokan បានយកទៀន2ចេញមកមួយវែងមួយខ្លីឲ្យ Gon ជ្រើសរើសហើយច្បាស់ណាស់ Gon ច្បាស់ជាយកអាវែងហើយដោយសារតែគាត់គិតថាវាមិនងាយរលត់ប៉ុន្តែតាមពិតទៅអាវែងហ្នឹងគឺលាយជាមួយប្រេងច្រើនមានន័យថាឆេះលឿនជាងនៅពេលហ្នឹងទោះបីជាGonរើសអាខ្លីក៏ដោយក៏នៅតែចាញ់គេដែរដោយសារតែ Sandokan មានល្បិចលាក់ទៀននៅខាងក្រោយទុកលួចដូរ
ចុងក្រោយដើម្បីឲ្យឈ្នះបានកូនបានຕົកទានរបស់គាត់ចោលអត់ខ្លាចរលត់ទេដោយសារតែវាកំពុងតែចេះខ្លាំងហើយស្ទុះវឹងទៅព្រមប្រលត់ទានរបស់ Sandokan ព្រោះធ្វើអញ្ចឹងអត់មានខុសលក្ខខណ្ឌនោះទេជាលទ្ធផលទានរបស់ Sandokan រលត់មុនមានន័យថាកូនជាអ្នកឈ្នះការប្រកួតលើកទី3រវាងអ្នកទោសម្នាក់ឈ្មោះ Machitani ហើយនិង Kurapika ការប្រកួតលើកនេះ Machitani បានបបួល Kurapika ប្រកួតប្រយុទ្ធគ្នាស្លាប់រស់តែម្ដងមុនពេលប្រកួត Machitani បាននិយាយបន្លាយ Kurapika ថាគាត់បានសម្លាប់មនុស្សអស់9នាក់ហើយនៅខ្វះតែម្នាក់ទៀតទេគ្រប់លំមបំណងរបស់ Machitani នៅពេលហ្នឹងគឺចង់ធ្វើឲ្យ Kurapika ខ្លាចហើយនឹងសុំចោះចាញ់គាត់ដល់ទៅពេល Kurapika ខ្លាច Machitani ក៏បង្ហាញពីពីនៅលើខ្នងរបស់គាត់ចង់បង្ហាញថាគាត់គឺជាសមាជិកម្នាក់របស់ក្រុម Phantom Troop ក្រុម Phantom Troop នឹងអ្នកណាក៏ស្គាល់ដែរល្បីថាសាហាវខ្លាំងណាស់ប៉ុន្តែប៉ា Kurapika មិនត្រឹមតែស្គាល់ច្បាស់ទេថែមទាំងមានគំនុំជាមួយទៀតនៅពេលហ្នឹង Kurapika ពិតជាមានកម្លាំងណាស់បានស្ទុះប្រើដៃម្ខាងលើ Machitani ឡើងរួចហើយដាក់ម្ដាយកប់ដីស្លាប់បាត់ឈឹងKurapika ដឹងថា Machitani នឹងគឺជាសមាជិកក្រុម Phantom คล้ายៗតែប៉ុណ្ណោះប៉ុន្តែរាល់ពេលដែលគាត់ឃើញរូបពីងពីងឬក៏សត្វពីងពីងក៏ដោយគាត់ខឹងទ្រាំមិនបាននោះទេបន្ទាប់មកមុនពេលគូប្រកួតបន្តទៀតចាប់ផ្ដើមខាងគូប្រកួតប្រឆាំងរបស់ពួកគេបាននិយាយថាមិនទាន់អាចធ្វើបានទេដោយសារតែ Machitani នឹងគ្រាន់តែស្លាប់តែប៉ុណ្ណោះមិនទាន់ស្លាប់ហើយក៏មិនទាន់ចោះចាញ់ដែរពេលហ្នឹង Leorio ឲ្យ Kurapika ទៅសម្លាប់ Machitani ចោលទៅប៉ុន្តែតាំងពីដើមមក Kurapika មិនដែលសម្លាប់មនុស្សទេហើយគោលការណ៍របស់គាត់មិនធ្វើបាបមនុស្សដែលមិនចេះតដៃឡើយនៅពេលនេះមានតែចាំឲ្យ Machitani ដឹងខ្លួនឡើងវិញហើយសួរ Machitani ថាចង់ប្រយុទ្ធបន្តទៀតឬក៏សុំចោះចាញ់បន្ទាប់មកសាច់រឿងបានកាត់ទៅមើល Hisoka មួយផ្លែតពេលនេះគាត់កំពុងតែជួបប្រយុទ្ធជាមួយនឹងសត្រូវរបស់គាត់ម្នាក់ដែលគុំគាត់ហើយចង់សម្លាប់គាត់តាំងពីឆ្នាំមុនមកម្ល៉េះនេះគឺជាលើកទី1ហើយដែលឃើញ Hisoka លោតចេញពីអាវុធប៉ុន្តែអត់យូរនោះទេ Hisoka បានចាប់អាវុធរបស់ម្នាក់នឹងបានរួចហើយកាត់ក្បាលម្នាក់នឹងចោលយ៉ាងផុយបន្ទាប់មក Hisoka បានដើរចេញពីទ្វារខ្លាចជាបេក្ខជនដំបងគេដែលបានចោទទៅដល់ខាងក្រោមត្រឡប់ទៅមើលក្រុមរបស់កូនវិញនៅពេលនេះចំណាយពេលអស់60ម៉ោងហើយបើសិនជា12ម៉ោងទៀតពួកគេចុះមិនដល់ខាងក្រោមទេពួកគេនឹងចាញ់ដល់ពេលចាំយូរពេក Leorio ក៏ចូលឆែកទៅមើលហើយក៏បានភ្នាល់គ្នាជាមួយនឹងគូប្រកួតរបស់គាត់ផងដែរនៅទីបំផុតគាត់ឃើញថាតាមពិត Machitani គ្រាន់តែធ្វើពុតជាសន្លប់តែប៉ុណ្ណោះគូប្រកួតជាបន្តរវាង Leorio និងដៃគូរបស់គាត់ដែលជាស្រីស្អាតឈ្មោះ Lerut នៅពេលហ្នឹង Lerut បានបបួល Leorio ភ្នាល់គ្នាថានាងគឺជាស្រីឬក៏ប្រុសច្បាស់ណាស់នាងមើលទៅគឺជាស្រីប៉ុន្តែបើសិនជា Leorio ភ្នាល់ថានាងជាមនុស្សប្រុសនាងនឹងឲ្យគាត់ស្ទាបឆែកមើលតាមចិត្តដូចអញ្ចឹង Leorio ក៏សុខចិត្តភ្នាល់ថា Lerut ជាមនុស្សប្រុសដើម្បីបានស្ទាបសាមងអាពេលហ្នឹងនិយាយទៅទោះបីជាគាត់ភ្នាល់ចាញ់ក៏គាត់គិតថាចំណេញដែរការប្រកួតនៅពេលនោះ Lerut ឆ្លាតណាស់បានប្រើចិត្តសាស្ត្រលើ Leorio ដល់កផលនៅពេលនោះ Leorio បានចាញ់នៅពេលនេះបើសរុបជាបន្ទុកការប្រកួតកន្លងមកគឺ2ទល់2អញ្ចឹងគូប្រកួតចុងក្រោយរវាង Killua ហើយនិងអ្នកទោសម្នាក់ទៀតឈ្មោះ Jonas ជាការប្រកួតកំណត់ថាពួកគេចាញ់ឬក៏ឈ្នះគ្រាន់តែឃើញ Jonas ភ្លាម Leorio ចាំបានថាគាត់ធ្លាប់មើលតាមព័ត៌មានឃើញថា Jonas នឹងគឺជាឃាតករសាហាវណាស់សម្រាប់មនុស្ស146នាក់ហើយមិនថាប្រុសស្រីចាស់ឬក្មេងអីទេគាត់សម្លាប់ទាំងអស់អញ្ចឹងហើយទើបនៅពេលនោះ Leorio មានការព្រួយបារម្ភពី Killua យ៉ាងខ្លាំងបន្ទាប់មកនៅពេលការប្រយុទ្ធចាប់ផ្ដើម Jonas បាននិយាយគំរាម Killua យ៉ាងច្រើនប៉ុន្តែគាត់មិនទាន់បាននិយាយចាប់ផង Killua បានដើរចូលទៅលូកយកបេះដូងរបស់គាត់ចេញមកខាងក្រៅខ្លួនបាត់ឃើញអញ្ចឹងម្នាក់មានការភ្ញាក់ផ្អើលណាស់មានតែកូនទេដែលមិនសូវភ្ញាក់ផ្អើលដោយសារតែគាត់ដឹងថា Killua គឺជាគ្រួសារឃាតករបន្ទាប់ពីបានឈ្នះហើយពួកគេក៏បន្តដំណើរទៅមុខទៀតហើយនៅទីបំផុតពួកគេបានទៅដល់ទ្វារចុងក្រោយដែលពួកគេត្រូវតែធ្វើការជ្រើសរើសទ្វារខាងឆ្វេងគឺជាផ្លូវជិតជាងប៉ុន្តែពួកគេអាចទៅបាន3នាក់តែប៉ុណ្ណោះ2នាក់ទៀតនឹងត្រូវបានចាប់ដាក់ច្រវាក់នៅនឹងមិនឲ្យទៅនោះទេចំណែកទ្វារខាងស្ដាំពួកគេអាចទៅបានទាំងអស់គ្នាប៉ុន្តែផ្លូវវាឆ្ងាយបញ្ហានៅពេលនេះពួកគេចិត្តអស់មកមែនទែនហើយជាដំណោះស្រាយនៅពេលនេះកូនបានជ្រើសរើសយកផ្លូវឆ្ងាយប៉ុន្តែនៅពេលដែលពួកគេដើរឆ្លងផុតទ្វារហើយពួកគេទម្លុះជញ្ជាំងទៅដើរតាមផ្លូវចិត្តវិញម្ដងហើយនៅទីបំផុតក្រុមរបស់កូនគឺជាក្រុមដែលបានចុះទៅដល់ខាងក្រោមចុងក្រោយគេហើយសាច់រឿងភាគទី5របស់យើងក៏ចប់តែត្រឹមនេះផងដែរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយហើយកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបើចុចរួចហើយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបបររុងរឿងបាយបាយ